ស្ត្រីម្នាក់ត្រូវគេដាក់ថ្នាំនាងចង់បើកឡានត្រឡប់ទៅផ្ទះវិញតែនឹកស្មានមិនដល់គ្រាន់តែបញ្ឆេះឡានភ្លាមក៏សន្លប់បាត់បង់ស្មារតីដោយសារអស់កម្លាំងសំណាងល្អមានអ្នកបើកបរជំនួសម្នាក់ជិះកាត់គេប្រើដែមខាងបញ្ឈប់ឡាននោះបុរសនោះក៏ប្រញាប់ចូលទៅមើលស្ថានភាពរបស់នាងពេលនោះម្ដាយចុងរបស់នាងក៏នាំអង្គរៈមួយក្រុមមកដល់បំណងចាប់នាងបញ្ជូនទៅឲ្យលោកប្រុសចៅនាងប្រញាប់អង្វរឲ្យបុរសនោះនាំនាងចេញពីទីនេះបុរសនោះមិននិយាយច្រើនក៏លោតឡើងឡានបើកគេចចេញផុតពីអ្នកតាមចាប់យ៉ាងលឿនពេលទៅដល់កន្លែងសុវត្ថិភាពគេប្រាប់ឲ្យនាងចុះពីឡានតែពេលនោះជាថ្នាំបានបញ្ចេញរិទ្ធអ្នកទាំងពីរក៏ជ្រុលជ្រួសមានទំនាក់ទំនងជាមួយគ្នាពេលវេលាកន្លងផុតទៅ6ឆ្នាំថ្ងៃមួយបុរសនោះកំពុងជែកជាមួយមិត្តរួមការងារពីរឿងជប់នារីស្រស់ស្អាតពេលបើកបរជំនួសមិត្តរួមការងារសុទ្ធតែគិតថាគេកំពុងតែអ៊ូមិនទាន់និយាយចប់ស្រួលបួលផងក៏មានឡានទំនើបមួយគ្រឿងមកឈប់នៅពីមុខក្មេងស្រីអាយុ5ឆ្នាំម្នាក់បានចុះមកអោបជើងគាត់ហើយហៅថាប៉ាក្មេងស្រីប៉ាតាំងរកប៉ាឃើញហើយមិត្តរួមការងារប៉ាហៅគេថាប៉ាបុរសនោះរៀងទាំងបន្តិចហើយប្រញាប់ប្រាប់ថាក្មួយស្រីចំណាំមនុស្សខុសហើយគ្រាន់តែចង់និយាយបន្តក៏ត្រូវស្ត្រីម្នាក់កាប់ដាច់ស្ត្រីនាងមិនបានចំណាំមនុស្សខុសទេលោកគឺជាប៉ារបស់នាងរហូតដល់ស្ត្រីនោះដោះវ៉ែនតាចេញទើបគាត់ចំណាំបានថានាងគឺជាស្ត្រីដែលគាត់បានជួយកាលពី6ឆ្នាំមុនតាមពិតក្រោយពីរាត្រីកាលពី6ឆ្នាំមុននាងក៏មានផ្ទៃពោះហើយបានសម្រាលកូនស្រីម្នាក់នេះដោយឃើញគាត់មិនជឿនាងក៏យកលិខិតបញ្ជាក់សែនចេញមកទើបគាត់ជឿថាខ្លួនពិតជាមានកូនមែនបុរសចឹងការដែលអ្នកមកលើកនេះគុំប្រាប់ណាថាចង់រៀបការជាមួយខ្ញុំហើយចង់ឲ្យខ្ញុំធ្វើជាប៉ារបស់នាងនោះស្ត្រីទីត្រូវពាក់កណ្ដាលហើយនាងប្រាប់ថាការដែលមករកគេគឺមានរឿងពីរទី1គឺចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយគេទី2គឺយកកូនម្នាក់ទៀតជាមួយគេពួកគេទាំងពីរក៏បានចុះសម្បត្តិអាពាហ៍ពិពាហ៍យ៉ាងរហ័សគាត់ក៏បានដឹងពីមូលហេតុដែលត្រូវយកកូនទី2ព្រោះកូនស្រីរបស់ពួកគេកើតមកមានជំងឺមហារីកឈាមគ្រូពេទ្យបានប្រាប់ថាមានតែបងប្អូនបង្កើតទេទើបអាចបដូរគូឆ្អឹងត្រូវគ្នាបានគាត់ក៏ប្រញាប់បញ្ជាកូនចៅឲ្យរកគ្រូពេទ្យដែលពូកែបំផុតមកព្យាបាលកូនស្រីគ្រួសារដែលមានសមាជិក3នាក់បានត្រឡប់មកផ្ទះរបស់ស្ត្រីនោះវិញតែគ្រាន់តែមកដល់មុខផ្ទះក៏ឃើញទ្វារធំបើកចំហកូនស្រីនិយាយថាច្បាស់ជាយាយនឹងពូចិត្តអាក្រក់មកហើយគាត់បានដឹងពីមាត់កូនស្រីថា6ឆ្នាំមកនេះនាងត្រូវមើលថែកូនជឿផងនិងត្រូវទប់ទល់ជាមួយម្ដាយចុងនិងប្អូនប្រុសដែលចាំតែធ្វើបាបផងគាត់លួចសន្យាក្នុងចិត្តថាថ្ងៃក្រោយនឹងការពារម្ដាយកូនពួកគេឲ្យបានល្អនាងប្រាប់ឲ្យគាត់នាំកូនស្រីឡើងទៅជន់លើរឿងក្នុងផ្ទះទុកឲ្យនាងជាអ្នកដោះស្រាយពេលម្ដាយចុងនិងប្អូនប្រុសឃើញនាងត្រឡប់មកវិញក៏គំរាមឲ្យនាងប្រកល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនថែមទាំងជេរប្រមាថនាងថាកាលពី6ឆ្នាំមុនមានផ្ទៃពោះមុនរៀបការធ្វើឲ្យប៉ះពាល់ដល់ភាគហ៊ុនក្រុមហ៊ុននាងបានបដិសេធយ៉ាងខ្លាំងបំរុងនឹងផ្ទះកំភ្លៀងនាងគ្រាន់តែលើកដៃឡើងក៏ត្រូវបុរសនោះចាប់ជាប់ប្អូនប្រុសខឹងហើយសួរថាគេជានរណាក្មេងស្រីតូចក៏ចូលមកកាំងពីមុខគាត់ហើយប្រាប់ថានេះគឺជាប៉ារបស់ខ្លួនម្ដាយចុងទីដឹងភ្លាមថាគាត់គឺអ្នកដែលបំផ្លាញផែនការគាត់នឹងជួយនាងកាលពី6ឆ្នាំមុនម្ដាយចុងតាមពិតឯងគឺជាមនុស្សប្រុសដែលដេកជាមួយທາງឈីងម៉ានកាលពី6ឆ្នាំមុននោះតើប្អូនប្រុសທາງឈីងម៉ានអញ្ចឹងមើលទៅពួកយើងនិយាយមិនខុសទេ6ឆ្នាំមុននាងពិតជាទៅដេកជាមួយប្រុសអនាថាខាងក្រៅមែនម្ដាយចុងທາງឈីងម៉ាននាងពិតជាមិនរើសមុខមែនសូម្បីតែអាអ្នកបើកបរជំនួសថោកទាបបែបនេះក៏យកដែរប្អូនប្រុសប្រមានមិនឲ្យគាត់ចេះដឹងរឿងគេគាត់ក៏ទះកំភ្លៀងប្អូនប្រុសមួយដៃភ្លាមម្ដាយចុងឃើញកូនប្រុសត្រូវគេវាយក៏ខឹងយកកែវបំរុងគប់គាត់តែត្រូវប្អូនប្រុសខាត់ជាប់គេប្រាប់ម្ដាយថាលោកប្រុសជើបានរៀបចំមនុស្សពីក្រុមនាងខ្មៅមកហើយបន្តិចទៀតនឹងធ្វើឲ្យអាមួយនេះស្លាប់គ្មានកន្លែងកប់មិនខានបន្ទាប់មកពួកគេទាំងពីរក៏ដើរចេញទៅនាងបារម្ភពីសុវត្ថិភាពគាត់ក៏ឲ្យគាត់នាំកូនស្រីឡើងទៅពួននៅជាន់លើតែទើបតែនិយាយចប់ស្រាប់តែមានក្មេងទំនើងមួយក្រុមធ្លីចូលមកពួកគេបង្ខំឲ្យនាងស៊ីញេលិខិតទេពីហ៊ុនគាត់បំរុងនឹងចូលទៅជួយតែត្រូវនាងខាត់ទុកដោយប្រាប់ឲ្យនាំកូនស្រីឡើងទៅពួនសិនគាត់គ្មានជំរឿក៏នាំកូនស្រីឡើងទៅលើនាងដើរទៅមុខហើយប្រាប់ថានាងដាច់ខាតមិនស៊ីញេលិខិតទេពីហ៊ុននេះទេមេក្មេងទំនើងអស់ការអត់ធ្មត់ក៏ឲ្យកូនចៅចាប់នាងជាប់វាដកកាំបិតតូចចេញមកគំរាមថាបើមិនព្រមទេវានឹងកាត់ម្រាមដៃនាងម្ដងមួយរហូតតតែនាងព្រមក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះបុរសបើថ្ងៃក្រោយពួកឯងមិនចង់ប្រើជើងហូបបាយទេឥឡូវនេះប្រញាប់ថយចេញឲ្យឆ្ងាយទៅ